Hello គ្នាស្វាគមន៍មកកាន់វីដេអូ A Day in My Life ខ្ញុំនឹងថាជីវិតជានិស្សិតឆ្នាំទី2តើខ្ញុំរវល់យ៉ាងណាតោះមកវីដេអូទាំងអស់គ្នាអូខេអ្នកគ្នាអញ្ចឹងព្រលឹមឡើងគឺខ្ញុំងើបពីគេងនៅម៉ោង6ចឹងតាមសក់ក្បាលដឹកព្រាយអ្នកគ្នាអាហ្នឹងទឹកមុខស៊ីនអ្នកគ្នាងើបពីគេងហើយអាសភៅហ្នឹងខ្ញុំដែរអានអ្នកខ្ញុំគ្រាន់តែបង្ហាញក្នុងវីដេអូអញ្ចឹងតែប៉ិតទៅដែរអាននេះហើយអានេះទស្សនវិជ្ជាពេលព្រលឹមឡើងហើយដោយសារតែខ្ញុំអត់មានថ្នាក់ពេលផឹកទេសូខ្ញុំបោកកៅអៅបោកអីឲ្យហើយដោយសារកៅអៅយើងច្រើនដែរណាគ្នាបោកដោយដៃគ្នាមានបោកដោយជើងណាអញ្ចឹងខ្ញុំចំណាយពេលបោកកៅអៅប្រហែលជារយៈពេល1ម៉ោងតបមកខ្ញុំក៏បានយកកៅអៅទៅហាលអញ្ចឹងគ្នា Hello គ្នាមិននឹងខ្ញុំទំបោកកៅអៅហើយសូបោកកៅអៅ1ម៉ោងតាំងពីម៉ោង9ដល់ម៉ោង7ជាងហើយមួយទឹកដោះថ្មិញដល់អីចឹងណាគ្នាអញ្ចឹងទៅឥឡូវហ្នឹងគឺម៉ោង7:40 នាទីហើយហ្នឹងគឺជាវេលាដែលខ្ញុំត្រូវទៅផ្សារសូយើងលាបសាំគីនតិចតួចញ៉ាំ breakfast ហើយយើងទៅផ្សារមួយគ្នាអូខេហើយសម្រាប់អាហារពេលព្រឹករបស់ខ្ញុំគឺត្រីខខ្ទឹមបារាំងមួយសាឡាត់ស្រួយអ្នកគ្នាហើយខ្ញុំក៏បានចុះមក ground floor ដើម្បីញ៉ាំបាយទេសភាពស្អាតអ្នកគ្នាHello គ្នាឥឡូវខ្ញុំចុះមកដល់ ground floor អញ្ចឹងបើគេដឹងទេខ្ញុំនៅ second floor so there like 4ជាន់ so ខ្ញុំនៅ second floor ហើយអានេះគឺខ្ញុំមក ground floor ដើម្បីញ៉ាំបាយញ៉ាំអីចឹងគ្នាហើយថ្ងៃហ្នឹងមកហូបគឺសាច់ជ្រូកបំពងម្រះប្រៅគឺជប់ជៀនពេលព្រឹកពេលល្ងាចវាហៅស្លកកូត្រូវឆ្នាំង so នេះគឺជាបងដែលខ្ញុំត្រូវទិញទាំងអស់ហ្នឹង Yesហើយបន្ទាប់មកខ្ញុំក៏បានជិះម៉ូតូមកផ្សារនៅគ្នារៀងចិត្តដែរកន្លះគីឡូហ្នឹងទៅហើយទិញបន្លែទិញអីអញ្ចឹងណាគ្នាបន្លែសាច់ដើម្បីមកហូបក្នុងរយៈពេល1ថ្ងៃហ្នឹងគ្នា3ពេលទិញបន្លែទិញសាច់នៅផ្សារបន្ទាប់មកខ្ញុំក៏បានដឹកយកមកដំវិញណាគ្នាហើយសម្រាប់ពេលផឹកខ្ញុំធ្វើអីគ្នាសារតនេពេកទៅធ្វើពុកទុះធ្វើអីមិនខ្លោចវិញហ្នឹងបន្ទាប់មកទៀតក៏ដល់ម៉ោងបាយថ្ងៃគ្នាទៅផ្លែតញ៉ាំបាយរហូតហើយបាយថ្ងៃបានសាច់មាន់ម្រះប្រៅតបមកក៏ចិត្តដល់ម៉ោងដែរដែលខ្ញុំត្រូវរៀបចំខ្លួនអញ្ចឹងខ្ញុំចង់គ្នាមកពីភាពខុសគ្នារវាងការមិនតន់ make up និងការដែលយើង make up ហើយ Yes និយាយទៅ360ដឺក្រេហ្មងអ្នកគ្នាសូឥឡូវខ្ញុំរៀបចំខ្លួនហើយអ្នកគ្នាឥឡូវហ្នឹងគឺម៉ោង 12:45 ហើយថ្ងៃហ្នឹងគឺខ្ញុំមាន2ថ្នាក់ critical thinking ហើយនៅ geography so ខ្ញុំរៀនមកគណៈល្ងាចពីម៉ោង 1:45 រហូតដល់ម៉ោង 5 អញ្ចឹងឥឡូវហ្នឹងម៉ោង 12:45 អញ្ចឹងខ្ញុំនឹងចេញពីដើមទៅម៉ោង 1ដោយសារតែខ្ញុំដូចជាត្រូវទិញត្រេងតិចតួចដែរហ្នឹងហើយអ្នកគ្នា so យើងនឹងធ្វើតារាទៅសាលារបស់គ្នានិយាយទៅចង្ងាយពីដើមទៅសាលាប្រហែលជាជីអរ៉ោនកន្លះម៉ោងអ្នកគ្នាអញ្ចឹងខ្ញុំក៏បានមកដល់សាលាដែរនិយាយទៅវាចិត្តគៀកម៉ោងដែរពេលខ្លះជីលឿនពេលខ្លះជីយឺតអាស្រ័យលើទឹកដៃយើងបកកែវ៉ាគេប៉ុណ្ណាគ្នាអញ្ចឹងឥឡូវខ្ញុំដើរទៅសាលាដើរទៅថ្នាក់រៀននិយាយទៅជាថតនឹងគ្នានេះឃើញសាមហ្នឹងគាត់ស្រោចផ្កាហើយដោយសារខ្ញុំរៀននៅជាន់ទី3ជីចដៅយន្តធម្មតាដើរក៏ដើរជើងដោយសារយើងចង់បានសុខភាពល្អអញ្ចឹងគ្នានិយាយទៅថ្នាក់នេះគឺជាថ្នាក់critical thinking ការគិតស៊ីជម្រៅតែមានអារម្មណ៍ថាពេលខ្លះរៀនហើយចង់គិតខ្លីមែនគ្នាពិបាកហើយបន្ទាប់ពីរៀនថ្នាក់នឹងហើយខ្ញុំក៏ចេញមកវិញមួយពួកម៉ាក់ខ្ញុំអត់ចាគេអារម្មណ៍មិនដែររៀន critical thinking ហើយ My brand is not branding. Hi, welcome to Nigma Vlogs. ហើយបន្ទាប់មកខ្ញុំក៏នៅ1ម៉ោងទៀតអ្នកគ្នារៀនពី geography ភូមិវិទ្យានឹងឲ្យអ្នកគ្នាបន្ទាប់មកក៏បានចប់ថ្នាក់ឲ្យអ្នកគ្នានិយាយទៅថ្ងៃហ្នឹងគឺខ្ញុំរៀនតែ2ខុសហើយអញ្ចឹងស្រួលដែរក៏បានរៀបចំធ្វើដំណើរទៅផ្ទះវិញប្រឈមមុខជាមួយនឹងការស្ទះរាប់ម៉ោងអ្នកគ្នានិយាយទៅខ្ញុំចេញពីរៀនម៉ោង 5 ជិះមកវិញយ៉ាងហោចណាស់ក៏1ម៉ោងគ្នាយ៉ាងតិច1ម៉ោងយ៉ាងច្រើន1ម៉ោងកន្លះអញ្ចឹងនិយាយថាខ្ញុំមាន3ថ្នាក់ក៏ផ្លេចរៀនយូរពេកអញ្ចឹងថារៀនយូរទៅផ្លេចខ្លួនឯងរៀនម៉ោងណាម៉ោងណីអស់វិញវ័នអស់លេងហើយខ្ញុំក៏បានឡើងមកលើវិញដែរសូឥឡូវហ្នឹងគឺខ្ញុំមកដល់បន្ទប់3ហើយល្ងាចហ្នឹងគឺខ្ញុំមានថ្នាក់3អ្នកគ្នាអញ្ចឹងមានថ្នាក់ភាសាអង់គ្លេស1ម៉ោងហើយថ្នាក់ critical thinking ដែលយើងរៀនពីកាសែតហ្នឹងជាភាសាខ្មែរហើយនិងភាសាអង់គ្លេសសូខ្ញុំនឹងបញ្ចប់ថ្នាក់នៅ around ម៉ោង 10 យប់ហ្នឹង start ពីម៉ោង 6 កន្លះហើយតបមកខ្ញុំក៏បានខលទៅលេងម៉ាក់ហើយក៏និយាយទូរស័ព្ទមួយបងខ្ញុំអញ្ចឹងអ្នកគ្នាគាត់អ៊ុតហ្គីតាគាត់ទុំទិញហើយខ្ញុំក៏នេះគឺជាថ្នាក់អង់គ្លេសភាសាថ្នាក់អង់គ្លេសភាសាអង់គ្លេសរបស់ខ្ញុំអ្នកគ្នា
តបពីថ្នាក់ភាសាអង់គ្លេសហើយខ្ញុំនៅមានថ្នាក់ CD មួយទៀតដែលយើងរៀនភាសាព័ត៌មានហ្នឹងតែថ្ងៃហ្នឹងគឺតកតងទៅនឹង AI sensor Hello អ្នកគ្នាឥឡូវហ្នឹងម៉ោង10កន្លះហើយខ្ញុំទុំតែងូតតកក់សក់ហើយគ្នាតែតែខ្ញុំត្រូវតកក់សក់រាល់ថ្ងៃពេលដែលយើងជិះម៉ូតូឆ្ងាយទៅវាបាច់យើអញ្ចឹងអ្នកគ្នាអញ្ចឹងត្រូវកក់រាល់ថ្ងៃហើយខ្ញុំត្រូវប្រហើយការងារតិចតួចមុនថ្ងៃស្អែកប្រហែលជាខ្ទង់ម៉ោង11ជាងខ្ញុំអាចនឹងគេអ្នកគ្នា So let's see ថាការងារនឹងហើយនៅពេលណា 2,000 years later ឥឡូវការងារហើយខ្ញុំគេហើយបាយ